Hey guys ជួបគ្នាម្ដងទៀតហើយបន្ទាប់ពីការប្រឡងរបស់ខ្ញុំបានចប់មកឥឡូវនេះខ្ញុំក៏មានអារម្មណ៍ថាធូរចិត្តនិងមានអារម្មណ៍ថាសប្បាយចិត្តបន្តិចបន្តួចផងដែរប៉ុន្តែខែនេះជាខែដំបូងប្រហែលជាអាចនឹងមានការជិតរវល់បើមេរៀនឬគាត់មេរៀនបណ្ដាហើយមកទៅសារអីយើងទី12ហើយយើងត្រូវទៅខំរៀនមិនអាចខំលេងហ្គេមបានទេហើយមួយថ្ងៃខ្ញុំចាញ់វីដេអូបានមួយកុំឲ្យស្ងាត់នឹងបាត់អ្នកមើលអស់ហើយមិនចង់ឲ្យអ្នកដែលរងចាំមើលវីដេអូខ្ញុំចាំយូរហើយខ្ញុំនឹងព្យាយាមធ្វើឲ្យកាន់តែល្អម្ដងបន្តិចម្ដងបន្តិចឲ្យមានតែភាពប្រសើរឡើងជាងមុនបន្តិចទៀតភាសាអីការធ្វើវីដេអូរបស់ខ្ញុំវាមានការដាក់រដប់ផងហើយមួយទៀតមានការខុសឆ្គងច្រើនឆ្នាំនេះខ្ញុំអាចនឹងផ្ដោតទៅលើការសិក្សាឲ្យបានច្រើនដើម្បីទទួលបានចំណេះដឹងកាន់តែច្បាស់លាស់ដើម្បីយើងទៅពេលប្រឡងយើងអាចនឹងចេះខ្លាំងជាងមុនហើយយើងនឹងមានសង្ឃឹមក្នុងការយកនិទ្ទេស A ហើយមួយវិញទៀតខ្ញុំនឹងព្យាយាមខំរៀនឲ្យបានច្រើនជាងមុនបន្ថែមទៀតនឹងកាត់បន្ថយការភាពខ្ជិលច្រអូសរបស់ខ្ញុំដែលមានពីមុនហើយខ្ញុំអាចនឹងឆ្លៀតពេលខ្លះដើម្បីធ្វើវីដេអូបន្តិចបន្តួចដើម្បីជាការអបសុកនិងពេលទំនេរយើងតែងតែធ្វើអីដែលអត់ប្រយោជន៍ដើម្បីឲ្យអ្នកដទៃគេឃើញមកថាយើងជាមនុស្សដែលម្នាក់ដែលចូលចិត្តធ្វើអ្វីដែលខុសពីគេហើយខ្ញុំនឹងព្យាយាមឲ្យធ្វើឲ្យខុសពីអ្នកដទៃកុំឲ្យដូចគេទៀតហើយពេលយើងអាចនឹងជួបគ្នាច្រើនដងច្រើនសារហើយសារអីខ្ញុំទើបតែធ្វើមុនដំបូងរាល់ការធ្វើរបស់ខ្ញុំវាពិតជាមានការខុសឆ្គងពិតមែនប៉ុន្តែខ្ញុំអាចនឹងព្យាយាមឲ្យអស់ពីសមត្ថភាពនិងធ្វើឲ្យវាល្អជាងមុនបន្តិចទៀតរាល់ការនិយាយរបស់ខ្ញុំវាពិតជាមានភាពរអាក់រអួលដោយសារអីខ្ញុំនៅសាលានៅផ្ទះខ្ញុំមិនចូលចិត្តនិយាយច្រើនអីទេអ្នកទាំងអស់គ្នាឲ្យនឹងជួបខ្ញុំបាយ